បងប្អូនណាដែលគាត់ឈឺហើយអត់ដឹងថាកើតអីហើយនៅពេលដែលយើងមើលទៅឃើញវាមានស្នាមជាំនៅលើស្បែកលើអីហ្នឹងបងប្អូនអាចធ្វើវិធីនេះយកមកស្អំវាហើយធ្វើឲ្យស្បែករបស់យើងហ្នឹងមកដូចដើមវិញគឺយើងគ្រាន់តែយកអំបិលរបស់យើងហ្នឹងគឺយើងយកអំបិលយើង1គីឡូមកឬក៏កន្លះគីឡូអីមកបន្ទាប់មកគឺយើងដាក់ចូលទៅក្នុងខ្ទះទៅហើយយើងយកមកយើងលីងវាយើងលីងជាមួយនឹងខ្ញីយើងដាក់ជាមួយនឹងខ្ញីហើយយើងបន្ថែមជាមួយនឹងសម្បកអាមេរិករបស់យើងហ្នឹងហើយបន្ទាប់មកទៀតគឺយើងលីងវាបែបហ្នឹងទៅលីងអំបិលហើយនឹងខ្ញីរបស់យើងហ្នឹងឲ្យចូលគ្នាបែបហ្នឹងទៅបន្ទាប់មកបានយើងយកអំបិលហើយនឹងខ្ញីរបស់យើងហ្នឹងយកមកយើងដាក់ស្អំកន្លែងដែលយើងមានជាំហ្នឹងទៅអញ្ចឹងយើងស្អំមួយថ្ងៃពីរបីដងទៅធ្វើឲ្យស្បែកយើងហ្នឹងដូចដើមមកវិញ